អរុនសួស្តីបងប្អូនថ្ងៃនេះមកដួសចកពីអាងដាំចកសម្រាប់ទុកយកទៅឲ្យកូនទាព្រោះយើងអត់មានលុយទិញចំណីទាទេអត់មានលុយទិញស្រូវទិញចំណីពីផ្សារទេមានតែដាំចកហើយដួសចកទៅលាយកតក់តែពិតបើមានចកច្រើនណាបងប្អូនមិនចាំបាច់លាយកតក់ក៏បានដែរដួសទៅចកលាងទឹកឲ្យស្អាតហើយយកទៅដាក់ឲ្យទាស៊ីក៏ទាស៊ីឯព្រោះចកវាមានប្រូតេអ៊ីនខ្ពស់ស្រាប់ហើយខ្ពស់ខ្លាំងមានប្រូតេអ៊ីនដូចជាខ្ទង់23%ចំណីទិញពីផ្សារអត់មានប្រូតេអ៊ីនដល់ប៉ុណ្ណឹងចំណីពីផ្សារអស់តែ18%ឥឡូវនេះខ្ញុំយកមកលាយកតុកឲ្យកូនទាហើយកូនទានេះទើបនឹងបានអាយុ1ខែអញ្ចឹងធំលឿនមែនតើសាកចំកូនទាពោបងប្អូនទាកគីអញ្ចឹងពេលបញ្ចឹមសัตว์មិនដឹងថាស្រស់ស្រាយសប្បាយចិត្តអត់មានអារម្មណ៍ថាស្មុគស្មាញទេគឺថាសប្បាយចិត្តមែនតើពេលបានចិញ្ចឹមសัตว์គឺថាសប្បាយចិត្តនឹងឲ្យចំណីនឹងរឿងពងវាតែម្ដង